ប្រទេសអង់គ្លេសគ្រប់គ្រងគំនិតនៃកិច្ចព្រមព្រៀងសន្តិសុខថ្មីចែករំលែកអាវុធនុយក្លេអ៊ែរជាមួយប្រទេសអាល្លឺម៉ង់ដោយលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ីប្រធានកងទ័ពរបស់អង់គ្លេសបានគ្រប់គ្រងគំនិតនៃកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសអាល្លឺម៉ង់ដែលអាចពាក់ព័ន្ធនឹងការចែករំលែកអាវុធនុយក្លេអ៊ែរនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃសៅរ៍យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី27 ខែតុលាឆ្នាំ2025បានឲ្យដឹងថាមេដឹកនាំជាន់ខ្ពស់រួមទាំងអតីតប្រធានបុគ្គលិកការពារជាតិនិងអតីតអគ្គលេខាធិការអង្គការ NATO ត្រូវបានគេរាយការណ៍ថាបានជំរុញឲ្យទីក្រុងឡុងចាប់ផ្ដើមកិច្ចពិភាក្សាជាមួយទីក្រុងប៊ែឡាំងដើម្បីលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ីនិងការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលសហរដ្ឋអាមេរិកអាចកាត់បន្ថយទូនាទីរបស់ខ្លួននៅអឺរ៉ុបប្រទេសអាល្លឺម៉ង់ដែលត្រូវបានហាមប្រាមពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរកំពុងតែស្ថិតក្នុងការពិភាក្សាជាយុទ្ធសាស្ត្រជាមួយទីក្រុងប៉ារីសរួចហើយស្ដីពីការចូលរួមក្នុងឆ័ត្រនុយក្លេអ៊ែររបស់បារាំងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដែលរុស្ស៊ីបានចោទប្រកាន់ថាបង្កើនវោហារសាស្ត្រប្រឆាំងរុស្ស៊ីជារៀងរាល់ថ្ងៃបានបង្ហាញថាលោកនឹងបើកចំហក្នុងការស្វែងរកការរៀបចំស្រដៀងគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmerទោះបីជាប្រភពរបស់ The Telegraph ទទូចថាកិច្ចពិភាក្សាផ្លូវការរវាងទីក្រុងឡុងនិងទីក្រុងប៊ែឡាំងមិនទាន់បានធ្វើឡើងក៏ដោយក៏មន្ត្រីការពារជាតិជាច្រើនបាននិយាយគាំទ្រចំពោះការរៀបចំនេះដែរអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright